ស្ត្រីម្នាក់នេះសម្រាប់មនុស្សយកស្បែកមកដេរធ្វើជាកម្រាលលម្អផ្ទះអ្នកចិត្តខាងគ្រប់គ្នាសរសើរថាល្អស្អាតដោយមិនបានដឹងពីការពិតនេះគឺជារឿងរ៉ាវដែលគួរឲ្យរន្ធត់បំផុតមួយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍ឆ្នាំ1960ក្នុងទីក្រុងចាស់មួយនៃរដ្ឋអូហាយ៉ូមានស្ត្រីម្នាក់ឈ្មោះ Helen អ្នកចិត្តខាងស្គាល់នាងថាជាស្ត្រីសុភាពរាបសារដែលតែងតែអង្គុយដេរកម្រាលនៅមុខផ្ទះជារៀងរាល់ពេលល្ងាចកម្រាលដែលនាងធ្វើមានភាពលម្អិតខ្លាំងរហូតដល់មើលទៅហាក់ដូចជាមានជីវិតប៉ុន្តែបើអ្នកសម្លឹងមើលយូរបន្តិចអ្នកនឹងមានអារម្មណ៍ថាមានអ្វីម្យ៉ាងខុសប្រក្រតី Helen អះអាងថាវាគឺជាក្រណាត់នាំចូលដ៏កម្រប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់ឃើញឡានដឹកទំនិញមកផ្ទះនាងទេអ្នកចិត្តខាងតែងតែធំក្លិនចម្លែកម្យ៉ាងដូចជាសាច់ត្រូវបានគេដុតចេញពីបន្ទប់ក្រោមដីរបស់នាងនៅពេលយប់ប៉ុន្តែដោយសារនាងគឺជាមនុស្សដែលគួរឲ្យស្រឡាញ់ស្ទើរតែគ្រប់ផ្ទះនៅក្នុងក្រុងសុទ្ធតែមានកម្រាលស្នាដៃរបស់នាងមួយផ្ទាំងនៅឆ្នាំ1975ភ្លើងបានឆេះបន្ទប់ក្រោមដីរបស់នាងបានផ្លាស់ប្ដូរអ្វីៗទាំងអស់ក្រោយពេលពន្លត់ភ្លើងប៉ូលីសបានរកឃើញប្រអប់ជាច្រើនដែលបានលាក់នៅក្រោមឥដ្ឋដែលពោពេញទៅដោយវត្ថុធាតុដើមដ៏ចម្លែកពួកគេត្រូវបានកាត់ព្យាបាលនិងដេរភ្ជាប់គ្នាបានយ៉ាងល្អដូចគ្នាបេះបិទទៅនឹងកម្រាលរបស់នាងគ្មាននរណាម្នាក់អាចកំណត់អត្តសញ្ញាណវាបានទេនៅពេលដែលអ្នកជំនាញធ្វើកសោវិច័យពួកគេមានការតក់ស្លុតយ៉ាងខ្លាំងវត្ថុធាតុដើមទាំងនោះគឺជាស្បែកមនុស្សផតាំងទាំងអស់ត្រូវបានបាត់បង់នៅថ្ងៃដដែលហើយមិនត្រូវបានគេនិយាយទៀតឡើយចំណែកឯ Helen វិញនាងបានបាត់ខ្លួនដោយគ្មានដានរហូតមកដល់សប្តាហ៍ថ្ងៃតែអ្នកយល់យ៉ាងណាចំពោះសាច់រឿងមួយនេះកុំភ្លេច comment នៅខាងក្រោម